បាទជំរាបសួរដល់សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងខ្ញុំមានវីដេអូថ្មីដែរបងប្អូនតែមុខម្ហូបនេះខ្ញុំដូចតិចថតធ្វើម្ដងចាស់ជូនបងប្អូនទស្សនាបងប្អូនតែនៅមានសាច់គោហើយមានសាឡាត់មានខ្ទឹមបារាំងទៅអត់ដឹងធ្វើអីបងប្អូនបាទមកពីធ្វើការហត់ផងបាទអញ្ចឹងមានថាលុកលាក់ណាបងប្អូនអើយបាទហើយវិធីធ្វើរបស់ខ្ញុំងាយបងប្អូនណាខ្ញុំមកប្រឡាក់ដាក់គ្រឿងស្ករបចេងទឹកត្រីទឹកប្រេងខ្យងអីលាយវាឲ្យច្បល់វាសពសិនណាបងប្អូនហើយប្រអាប់វាទុកមកស្ទុកទៅចាំយកវាទៅឆាបាទនៅទីសាប់ខ្ញុំថតបងប្អូនថតទស្សនាវីដេអូខ្ញុំមុនថតទស្សនាបាទឥឡូវយើងមកច្បល់វាសិនមកបងប្អូនហើយសាច់គោបងប្អូនឆាន់មិនបានបងសាច់តាចំណុចចាត់យើងបងប្អូនណាខ្ញុំហាត់ទៅដុំទៅធំមកបាទហើយយើងឆាយកវាឆាទៅយើងឆាទៅអស់ហើយយើងមកដាក់ខ្ទឹមបំពងទៅមកបងប្អូនហើយដាក់ឆ្កុយទៅណាចូលលេខទៅទៅមកហើយយើងចាប់ឡងហើយយើងចាប់ហើយកាត់តិចតាមតើយើងមកខាត់ទឹកតិចណាខាត់ច្រើនទេបងប្អូនតិចបានហើយតោះឥឡូវយើងចាប់ផ្ដើមមកធ្វើតម្រិចយើងម្ដងបងប្អូនបាទនេះខ្ញុំមានដាក់ម្រេចទៅហើយរ៉ូឌីយើងបាទសាច់រ៉ូឌីបាទហើយវាចេញទៅបន្តិចខ្ទឹមមកយើងតែជាតិតែម្ដងបាទអត់មកច្បាច់ក៏ឆ្មាមកទីតាមខ្ញុំបងប្អូនវិធីសាស្ត្រនៃទឹកម្រេចបាទធានារសជាតិមកបងប្អូនបងប្អូនចូលចិត្តអីដាក់ស្ករថែមបានបងប្អូនខ្ញុំអត់ស្អីនេះខ្ញុំដាក់តារ៉ូឌីនេះបច្ចេកបងប្អូនចង់ដាក់ស្ករចង់ដាក់ថែមតិចតួចអីណាតាមរសជាតិបងប្អូនចូលចិត្តបើយើងភ្លក់ទៅថាបងយើងចូលចិត្តប៉ុណ្ណឹងហើយបាទអូខេបាទហើយនេះគឺនេះចាប់ដាក់យើងបាទនេះទឹកម្រេចរបស់យើងបាទពងទាជាតិក្រមកឥឡូវកុំឲ្យខាតពេលវេលាដ៏មានតម្លៃយូរណាបងប្អូនមកទស្សនាវីដេអូស្រស់ទឹកមាត់របស់ខ្ញុំមកមើលទឹកម្រេចទៅឃើញតំណោឲ្យបងប្អូនណាតោះហើយយើងមានស្លាប់ទ្របពីក្រៅបងប្អូនបាទស្លាប់ច្រើនបងប្អូនដាក់ចឹងមកអានេះមិនពីប៉ោះបងប្អូនមិនដាក់ខ្ទឹមបារាំងទេហើយតែមកជាតិ